ប្រាសាទបាណន់មានកម្ពស់101ម៉ែត្រកាំជណ្ដើរសរុបមានចំនួន358កាំនៅលើកំពូលប្រាសាទបាណន់មានប្រាសាទចំនួន5ប្រាសាទទី1គេហៅថាប្រាសាទលោកតាដំបងដែកប្រាសាទទី2គេហៅថាប្រាសាទទម្លាក់ដូងប្រាសាទទី3គេហៅថាប្រាសាទលោកតាកងទ័ពប្រាសាទទី4គេហៅថាប្រាសាទលោកយាយទេពវត្តទឹកចំណែកឯប្រាសាទទី5វិញមានឈ្មោះថាប្រាសាទព្រះពុទ្ធទាំង5ព្រះអង្គប្រាសាទនេះកសាងឡើងនៅពាក់កណ្ដាលសតវត្សទី11បញ្ចប់នៃការកសាងនៅចុងសតវត្សទី12ព្រះរាជាដែលបានកសាងប្រាសាទបាណន់នេះមានឈ្មោះថាព្រះបាទឧទាទិត្យាវរ្ម័នទី2នៅឆ្នាំ1050ដល់ឆ្នាំ1066បញ្ចប់នៃការកសាងដោយព្រះបាទជ័យវរ្ម័នទី7នៅក្នុងអំឡុងឆ្នាំ1181ដល់ឆ្នាំ1219ហើយសម្រាប់ការឡើងភ្នំបាណន់នេះដែរប្រៀបដូចដែលយើងកំពុងតែរកលុយអញ្ចឹងហើយនៅពេលដែលយើងចុះមកវិញណាប្រៀបដូចយើងចាយលុយតែម្ដងនៅពេលដែលយើងឡើងមកដល់ពាក់កណ្ដាលភ្នំមានកន្លែងឈប់សម្រាកដើម្បីឲ្យយើងបាត់ហត់ជាពិសេសខ្យល់អាកាសល្អខ្លាំងមែនទែននៅពេលដែលយើងឡើងដល់កំពូលភ្នំយើងបានឃើញប្រាសាទដ៏ស្រស់ស្អាតហើយសម្រាប់ប្រាសាទនេះក៏សាងឡើងដោយថ្មបាយក្រៀមនិងថ្មភក់ជាពិសេសបើបងប្អូនបានឡើងមកហើយកុំភ្លេចឲ្យធូបសុំសេចក្តីសុខព្រោះគេល្បីថាប្រាសាទបាណន់នេះជាប្រាសាទដែលស័ក្តិសិទ្ធិបំផុតសម្រាប់ការបន់ស្រន់និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនណាបងប្អូន